ok អ្នកនរគ្នានេះខ្ញុំតែបាញ់ចិត្តចម្ងាយប្រហែលជាខ្ទង់5 ជាហ៊ាន 4 5 ជាហ៊ានអីដែរអញ្ចឹងនេះគឺជាវីដេអូទី5អ្នកនរគ្នាដូចខ្ញុំនិយាយពីខាងវីដេអូមុនអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំធ្វើការ testing ពួកប្រភេទ premium ម្ដងតែពួកប្រភេទ premium នេះគឺជាពួកប្រភេទ MCX អ្នកនរគ្នាជាប្រភេទកំភ្លើងរបស់អាមេរិកអញ្ចឹងដូចមួយតែគាត់តែសួរថាតើបងពួកប្រភេទ premium ហើយនឹងពាក់កណ្ដាល premium តើវាខុសគ្នាមិនអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញអ្នកនរគ្នាហ្មងអានេះជាពួកប្រភេទ UMP9 ទេទី1ពាក់ព័ន្ធជាមួយនឹងបងរបស់វាអញ្ចឹងខ្ញុំឲ្យមើលបងពួកប្រភេទពាក់កណ្ដាល premium សិនអញ្ចឹងសម្រាប់ពួកប្រភេទពាក់កណ្ដាល premium ឬក៏ពួកប្រភេទធម្មតាគឺយើងបងរបស់វាគឺយើងត្រូវការចុចចេះអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ពួកប្រភេទ premium ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺអត់មានកន្លែងចុចទេគឺវាបូមគ្រាប់ automatic ដែលគឺយើងធ្វើការ refill គ្រាប់ចូលទៅក្នុងបងទៅគឺវាមានកន្លែងយើងទាញបូមហ្មងហើយសម្រាប់ពួកប្រភេទ model នេះគឺមាន2ពណ៌មានពណ៌ដីហើយនឹងពណ៌ខ្មៅប៉ុន្តែពណ៌ខ្មៅនេះខ្ញុំអត់អាចយកមកធ្វើការតម្លើងឲ្យអ្នកទាំងអស់គ្នាមើលបានទេប៉ុន្តែខ្ញុំនឹងធ្វើការដាក់រូបនៅលើនឹងបានអញ្ចឹងអានេះគឺជាពណ៌ដីហើយសម្រាប់ពួកប្រភេទ MCX នេះគឺទំហំរបស់វាអត់ធំទេអ្នកទាំងអស់គ្នាប៉ុន្តែទម្ងន់របស់វាគឺធ្ងន់ហើយដូចអ្នកទាំងអស់គ្នាឃើញកណ្ដុងវានៅខាងក្នុងអានេះគឺជាកណ្ដុងដែកកណ្ដុងពណ៌មាសនេះកណ្ដុងខាងក្នុងរបស់វានេះគឺជាកណ្ដុងដែកអាហ្នឹងធ្វើឲ្យកម្លាំងកំភ្លើងហ្នឹងគឺពេលតែបាញ់ទៅគឺខ្លាំងយកតែមែនទេហើយខ្លាំងជាងពួកប្រភេទពាក់កណ្ដាល premium អីទៀតអញ្ចឹងសម្រាប់កន្ទុយខាងក្រោយរបស់វាក៏ដែកដែរអានេះក៏ធ្វើឲ្យធ្ងន់ដែរអានេះគឺជាដែកសុទ្ធហ្មងអញ្ចឹងនៅពេលដែលយើងចុចទៅគឺយើងអាចហូតបាន3កលៈអានេះគឺជាកលៈទី1កលៈទី2និងកលៈទី3អានេះខ្ញុំដាក់ចូលវាវិញសិនអញ្ចឹងបងរបស់វាដូចខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាមិញអញ្ចឹងគឺជាបងអូតូម៉ាទិកនេះយើងគ្រាន់តែធ្វើការដាក់ចូលមកហើយបន្តមកយើងដាក់ថ្មវាថ្មគឺយើងដាក់តាមគូនេះអានេះគឺជាថ្មរបស់វាដាក់ថ្មមកហើយបន្តមកពេលដែលយើងដាក់គ្រាប់ចូលហើយយើងចង់ឲ្យគ្រាប់ហ្នឹងវាឡើងមកដើម្បីបាញ់បានណាគឺអ្នកនរគ្នាត្រូវទាញដើម្បីបូមនេះតែនេះខ្ញុំទាញវាអត់លឺទេដោយសារយើងអត់ទាន់ដាក់គ្រាប់តិចទៀតយើង refill គ្រាប់ពេលដែលបូមគឺលឺអញ្ចឹងឥឡូវខ្ញុំដាក់ថ្មខ្ញុំនឹងធ្វើការ testing បាញ់អានេះគឺជា single mode យើងបាញ់វាមកគ្រាប់ហើយនេះគឺជា auto mode អញ្ចឹងសម្រាប់ accessory របស់វាអ្នកទាំងអស់គ្នាទទួលបានច្រើនណាស់ហើយ scope គឺគេឲ្យមកជាប្រភេទ hologram មិនមែនជាប្រភេទ red dot ក៏ scope គុណដែរប៉ុន្តែសម្រាប់ grip របស់វាអូខ្ញុំភ្លេចបញ្ជាក់ប្រាប់អានេះគេថែមឲ្យអ្នកទាំងអស់គ្នាជា target ដែកអានេះដែកណាមិនមែនជ័រទេហើយសម្រាប់ grip របស់វាគឺគេប្រើជាប្រភេទ grip នេះសូម្បីតែ grip នេះក៏គេធ្វើមកជាប្រភេទជ័រតាន់ដែរអញ្ចឹងវារៀងធ្ងន់ជាងប្រភេទ grip ធម្មតាអញ្ចឹងឥឡូវខ្ញុំធ្វើការតម្លើងវាសិនចង់ដឹងថាតើ full set របស់វារូបរាងមិនអីយ៉ាងម៉េចអញ្ចឹងអូខេហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងអានេះគឺជារូបរាងពេញរបស់វាដូចខ្ញុំបញ្ជាក់អញ្ចឹងពួកប្រភេទ MCX នេះបើថាវាជាប្រភេទពួកប្រភេទ Rafale មែនក៏ភ្លឹងរះមែនប៉ុន្តែគឺវាអត់ធំទេតែទម្ងន់របស់វាធ្ងន់អ្នកទាំងអស់គ្នាទម្ងន់ចូលប្រហែលជា3គីឡូអីហើយព្រោះតួរបស់វាបំពង់ខាងក្នុងរបស់វាកតុយខាងក្រោយនេះអីគឺសិតតែដែកអញ្ចឹងអានេះខ្ញុំហូតវាមក2កាមដើម្បីងាយស្រួលក្នុងការខ្ញុំតេស្តបាញ់អញ្ចឹងឥឡូវខ្ញុំធ្វើការដាក់គ្រាប់ហើយតេស្តបាញ់ទាំងអស់គ្នាហើយក៏ភ្លេចបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាដែរពួកប្រភេទនេះគឺយើងអាចប្រើបានជាមួយនឹងគ្រាប់ស្វាត់ទៀតអញ្ចឹងណាតោះឥឡូវមើលខ្ញុំ testing អូខេអ្នកនរគ្នាអញ្ចឹងថាគេដំបូងគឺកំប៉ុងទឹកហើយខ្ញុំនឹងធ្វើការតេស្តបាញ់ប្រហែលជា6ជាហ៊ានអីទេ6ជាហ៊ានខ្ញុំគិតថានេះដឹងតែខ្ទេចហ្មងអញ្ចឹងឥឡូវចាំមើលខ្ញុំ testing ទាំងអស់គ្នាដំបូងគឺយើងធ្វើការបូមគ្រាប់ឡើងយើងធ្វើការទាញនេះដូចអ្នកនរគ្នាលឺអញ្ចឹងកន្លែងរបស់វាពេលបូមមកអញ្ចឹងតេស្តបាញ់មួយសិនអូខេចាញ់ហើយអញ្ចឹងឥឡូវតោះខ្ញុំធ្វើការ testing ហើយខ្ញុំភ្លេចបញ្ជាក់ប្រាប់កន្លែងនេះពេលដែលបាញ់ទៅក៏វាលោតដែរណាលោតតាមគ្រាប់អាកន្លែងនេះវា pull back ដែរអូខេអ្នកនរគ្នាអញ្ចឹងដូចខ្ញុំបានបញ្ជាក់មិញអញ្ចឹងអានេះគឺជា target ទី1បាញ់ប្រហែលជា6 7ជាហ៊ានដែរអានេះគឺខ្ទេចហ្មងកំពុងជាប់តែយើងដាក់ទឹកនេះគឺអូខេអញ្ចឹងអានេះគឺជាវីដេអូទី5ហើយសម្រាប់វីដេអូទី6វីដេអូបន្ទាប់ហ្នឹងខ្ញុំនឹងធ្វើពីពួកប្រភេទ premium ទៀត